ចំណាយពេលថ្ងៃអាទិត្យមួយថ្ងៃបើវិលល្ងាចជិះម៉ូតូមកផឹកកាហ្វេមើលទេសភាពហើយមើលថ្ងៃលិចនៅកន្លែងនេះគឺថាអេមតែម្ដងបងប្អូនបាទហើយកន្លែងនេះគឺមានឈ្មោះថាកាហ្វេស្រែអំបិលបាទទេសភាពគឺថាអេមមែនទែនបងប្អូនហើយរសជាតិកាហ្វេក៏ឆ្ងាញ់របស់គាត់ដែរគឺនិយាយទៅគឺអេមហ្មងគប់ផ្សំជាមួយនឹងគេហៅថាទេសភាពនិងរសជាតិកាហ្វេគឺលយតែម្ដងហើយកន្លែងនេះគឺនៅចិត្តមាត់ផ្លូវទេបងប្អូនមាត់ផ្លូវចូលស្រែអំបិលយើងនៅខេត្តកពតហ្នឹងបាទហើយយើងតនេថ្ងៃអាទិត្យយើងអត់ដឹងទៅណាយើងជិះមកវល់ល្ងាចមួយថ្ងៃមកហើយយើងក៏ទៅវិញសម្រាប់បាទហើយខ្ញុំមកដល់ខ្ទង់ម៉ោង8ម៉ោង9ហ្នឹងបាទហើយបន្ទាប់មកយើងអង្គុយសម្រាប់ delete នៅនឹងបាទធ្វើការតិចតួចចឹងទៅបាទហើយយើងក៏ចេញមកវិញជាមួយនឹងមិត្តភ័ក្តិទាំងអស់គ្នាបាទគាត់មកជាមួយគ្នាគាត់កំពុងតែសាករសជាតិភេសជ្ជៈគឺថាភេសជ្ជៈឆ្ងាញ់របស់គាត់ឆ្ងាញ់មែនបាទញ៉ាំទៅមួយអូយថាជក់មាត់តែម្ដងគប់ផ្សំជាមួយនឹងទេសភាពហើយខ្យល់បក់មកតិចហើយអ្វីដែលជាពិសេសហ្នឹងសូមសរសើរគឺថាគាត់បកកែធ្វើបាទគឺថាគាត់ធ្វើនៅលើទឹកគឺថាគាត់ធ្វើនៅលើទឹកបាទបងប្អូននេះឃើញទេបាទគាត់ដាក់លើទឹកចឹងមកហើយបន្ទាប់មកគាត់មានគេហៅថាឬគាត់និយាយថាមានចំត្រីមានអីនៅក្នុងស្រះហ្នឹងទៀតបាទគឺថាចំណេញមែនតើបាទគឺគាត់ធ្វើជាហាងកាហ្វេហើយគាត់មានចំត្រីមានអីលយរបស់គាត់តែម្ដងមកបងម្ចាស់ហាងហើយនេះគឺផ្លូវចូលបាទទេសភាពស្រែអំបិលល្មូនកញ្ញានេះហើយល្ងាចឡើងគឺថ្ងៃលិចស្អាតថ្ងៃលិចស្អាតមែនតើហើយយើងកំពុងតែថតវីដេអូថតអីទៅហើយខាងមិត្តភក្តិខ្ញុំគាត់កំពុងតែបាទធ្វើការធ្វើឲ្យប្រហើយការងាររបស់គាត់ទៅហើយយើងហ្នឹងហើយថតទេសភាពទៅបាទ